រន្ធត់ណាស់ព្រះអើយនៅថ្ងៃសុក្រថ្ងៃសៅរ៍និងថ្ងៃអាទិត្យថ្ងៃទី10 11និង12ពីយប់3ថ្ងៃពួកយើងបានជួលឡាន45កៅអីធ្វើដំណើរទៅលេងខេត្តមណ្ឌលគិរីក្រុងសែនមនោរម្យទិដ្ឋភាពនៃការធ្វើដំណើរយើងចេញដំណើរពីម៉ោង5ជាងបាទរួចហើយធ្វើដំណើរតាមទេសភាពទៅដល់រីសតដែលយើងស្នាក់នៅនេះបាទទីរីសតនេះមានទេសភាពដ៏ស្រស់ស្អាតគួរឲ្យចង់គយគន់និងញាក់សាច់នៅទេសភាពនៅទីនោះទៅដល់ពេលប្រឡប់យើងកំពុងឃើញភោជនីយដ្ឋានមួយនៅទាល់មុខអាងហែលទឹកពេលនោះមានភ្លៀងធ្លាក់យ៉ាងខ្លាំងជោគជាប់រួចហើយក៏យើងនាំគ្នាស្រស់ស្រោមអាហារពេលល្ងាចនៅទីនោះពោពេញទៅដោយការសប្បាយរីករាយនិងរំលែកកម្សាន្តផងដែរនេះគឺជាដងផ្លូវដែលយើងធ្វើដំណើរឆ្ពោះទៅកាន់ខេត្តមណ្ឌលគិរីបាទនៅតាមផ្លូវមានទេសភាពស្រស់ស្អាតមានភ្នំហើយនឹងថតបាននៅទេសភាពដែលជាផ្លូវគេហៅថាអសរ S បាទនៅលើនោះបាទគឺទេសភាពជឿជ័យហើយយើងក៏បន្តដំណើរទៅជ្រោកឧស្សាហ៍ដោយសារយើងអត់បានលុបទឹកលេងដោយសារទឹកច្រើនពេកបាទហូរខ្លាំងសាយភាយដល់ពោពេញទៅដោយចំហាយទឹកជាច្រើនជ្រោកឧស្សាហ៍គឺជាទិដ្ឋភាពនៅខេត្តមណ្ឌលគិរីបាទជាទឹកជ្រោះធម្មជាតិដែលគួរឲ្យចង់ឃើញបន្តមកទៀតយើងក៏បន្តដំណើរត្រឡប់ពីជ្រោកឧស្សាហ៍ទៅកាន់រមណីយដ្ឋាននានានៅក្នុងខេត្តមណ្ឌលគិរីផងដែរពេលនោះការច្រៀងលេងកម្សាន្តនិយាយរឿងផ្ដាស់ផ្ដល់គូបង្កបសកម្មភាពក៏ដូចជាបង្កឲ្យមានភាពសប្បាយរីករាយយ៉ាងក្រៃលែងបាទមើលទេសភាពតាមជ្រលងភ្នំពោពេញទៅដោយរុក្ខជាតិដោះអំផ្លូវខៀវខ្ចីគួរជាទីបែតតៃមិនជួបប្រមាណយើងក៏បាននាំគ្នាមកឈប់ចតដើម្បីថតនៅទិដ្ឋភាពជាអសរនៅក្នុងក្រុងសែនមនោរម្យនេះបាទពេលនោះមានភ្លៀងស្រេចពោពេញទៅដោយធម្មជាតិខៀវខ្ចីធ្វើឲ្យអារម្មណ៍យើងក៏ស្រស់ថ្លាមិនយូរប៉ុន្មានថ្ងៃចុងក្រោយពួកយើងក៏បានធ្វើដំណើរចាក់ចែងពីរីសតដែលពួកយើងបានស្នាក់នៅរីសតនឹងគេហៅថា Relax Resort បាទ Relax Here Resort បាទចឹងសូមឲ្យបងប្អូនទាំងអស់គ្នាមើលទេសភាពនេះហើយទុកជារូបភាពប្លែកកំសាន្តនាថ្ងៃដែលយើងដើរកំសាន្តទាំងអស់គ្នាប៉ុន្តែប៉ុណ្ណោះពួកយើងក៏បានចាប់រូបភាពទេសភាពប្លែកនៅ Resort Relax Hill Resort នឹងផងដែរសូមជូនពរបងប្អូនទាំងអស់គ្នាក៏ដូចជាអ្នកដែលទៅទេសចរសូមឲ្យមានភាពសប្បាយរីករាយសុខសប្បាយនិងធ្វើដំណើរសំប្រកបតែសុខសុវត្ថិភាពទាំងអស់គ្នានេះពួកយើងបានអូសវ៉ាលីចេញពីរីសតនឹងហើយក៏ឆ្ពោះមកឡាន45កៅអីដើម្បីត្រៀមខ្លួនចេញដំណើរត្រឡប់មកខេត្តសៀមរាបវិញទេសភាពនៅទីនេះត្រជាក់ភ្នែកគួរឲ្យចាប់អារម្មណ៍សូមអរគុណសូមជម្រាបលាសុខសប្បាយទាំងអស់គ្នា